mà là cái khác cho chuyện bạn đi. Each day goes by and each night I cry. Somebody saw you with her last night. អ្នកគ្នាមិនស្ដាប់បាត់នេះប្រហែលជាគិតថាកំសត់ហើយប៉ុន្តែបើអ្នកគ្នាយកពីអត្ថន័យក្នុងបាត់នេះវានឹងកំសត់គុណនឹងពីរនៅក្នុងបាត់ class នេះគេចង់និយាយពីតំណែងតំណងស្នេហាមួយប្រភេទដែលត្រូវបានបបឆោតហើយពាក្យថា class នេះគេចង់សំដៅទៅលើពាក្យថាការមិនប្រុងប្រយ័ត្នចូលនៅក្នុងបាត់នេះគេចង់សំដៅទៅលើស្នេហាមួយប្រភេទដែលយើងអត់មានការប្រុងប្រយ័ត្នឬក៏ត្រូវបានគេបោកក្នុងបាត់នេះគេចង់និយាយពីនារីម្នាក់ដែលពិបាកឬក៏ស្អប់ក្នុងការប្រាប់រឿងហែវដល់ជួយចាប់មួយនេះទៅលើអ្នកជុំវិញខ្លួនតែយ៉ាងណាក៏ដោយនាងនៅតែជាយាមប្រាប់ដល់រឿងជួយចាប់មួយនេះនាងនិយាយថាមនុស្សផុតដែលនាងស្រឡាញ់នឹងថាមានអ្នកផ្សេងឯងក្រៅពីនាងប៉ុន្តែថ្ងៃមួយនឹងនាងបានឃើញបរិមម្នាក់នោះចូលទៅក្នុងផ្ទះនារីម្នាក់ហើយបន្ទាប់មកបរិមដែលនាងស្រឡាញ់នឹងចាប់ផ្ដើមចាក់ចេញពីនាងបន្តិចម្ដងហើយនាងក៏និយាយថានាងនៅតែទុកសម្បត្តិដែលគេសរសេរឲ្យនាងថានាងគឺជាមនុស្សដែលគេត្រូវការបំផុតនៅក្នុងជីវិតហើយគាត់ថាប្រហែលជាមិត្តភក្តិរបស់នាងនឹងនិយាយទៅក្នុងន័យនេះប្រហែលជាចង់និយាយថាបរិមដែលនាងស្រឡាញ់នឹងប្រហែលជាអត់ស្មោះត្រង់មួយនាងទេរាល់ពេលយប់នឹងពេលថ្ងៃនាងចាប់ផ្ដើមយំកាន់តែខ្លាញ់ហើយថ្ងៃមួយមានមនុស្សម្នាក់បានប្រាប់ថាគេបានឃើញមនុស្សដែលនាងស្រឡាញ់នឹងទៅដល់ជាមួយនឹងអ្នកផ្សេងការជឿចាប់ក៏កើតមានឡើងបន្ទាប់មកនាងក៏និយាយឃ្លាមួយថាអ្នកប្រហែលជាស្រឡាញ់នាងហើយពេលនេះតែអ្នកធ្លាប់ស្រឡាញ់ខ្ញុំពីមុនមកហើយអ្នកប្រាប់ថាអ្នកគ្មានថ្ងៃធ្វើបាបខ្ញុំទេប៉ុន្តែពេលនេះអ្នកបានធ្វើវាហើយអ្នកធ្លាប់ស្បត់នៅចំពោះផ្កាយគ្រប់ដួងប៉ុន្តែពេលនេះហេតុអ្វីអ្នកកំទេចបេះដូងខ្ញុំនាងខ្លាចណាស់ខ្លាចនឹងមានរឿងនេះកាត់ឡើងប៉ុន្តែរឿងដែលនាងខ្លាចនោះវាបានកាត់ឡើងហើយក្នុងបាត់នេះបើនិយាយពីភាពជឿជាក់វិញគឺមានច្រើនខ្លះមែនតើនៅពេលដែលមនុស្សស្រឡាញ់មកយើងនឹងបានបត់យើងហើយលុយចាក់យើងពីក្រោយហើយនាងក៏សង្ឃឹមថាពួកអ្នកទាំងពីរដែលបានគាត់នាងនោះទទួលបានសេចក្តីជឿជាក់ដូចនាងដែរហើយក៏ចង់សួរទៅអ្នកបានគាត់នាងថាហេតុអ្វីបានជាមិនយកចិត្តទុកដាក់ក្នុងការថែរក្សាបេះដូងនរណាម្នាក់បែបនេះចង់និយាយថានៅក្នុងបាត់នេះកំសត់ខ្លាំងហើយសម្រាប់អ្នកដែលត្រូវបានគេបោកឬក៏ត្រូវបានគេចាក់យើងពីក្រោយនោះតែនឹងយំនៅពេលស្ដាប់បាត់នេះ